សម្រាប់ថ្ងៃទី7 ខែឧសភានេះត្រូវជាថ្ងៃម្សាញ់មីយិនឆ្នាំដែលល្អប្រសើរមានឆ្នាំវករកាហើយនឹងឆ្លូវនិងអ្នកដែលត្រូវការធាតុមាសហើយនឹងភ្លើងក៏ល្អប្រសើរផងដែរចំពោះឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នបង្ការការពារមានឆ្នាំកុលធាតុឈើវ័យ32ឆ្នាំនិងកុលធាតុភ្លើងវ័យ20ឆ្នាំទិសដែលយើងគួរតែប្រុងប្រយ័ត្នក្នុងករណីយើងចង់ជួសជុលស្វានដំបគ្រឹះនៅក្នុងថ្ងៃនេះមានទិសខាងកើតហើយនិងទិសខាងលិចចំពោះទិសល្អដែលយើងអាចធ្វើការចាប់លាបឬក៏បន្ទុះលាបបាននៅទិសខាងជើងទី3 15 អង្សាយើងអាចដាក់ទឹកមានចលនាយ៉ាងតិច60លីត្រម៉ោងដែលធ្វើទៅល្អប្រសើរចន្លោះពីម៉ោង11ទៅដល់ម៉ោង1ថ្ងៃត្រង់សម្រាប់ការរៀបអាពាហ៍ពិពាហ៍ការចុះហត្ថលេខាលើកិច្ចសន្យាឬកិច្ចព្រមព្រៀងពាណិជ្ជកម្មការចាប់ផ្ដើមអាជីវកម្មថ្មីការជួបជុំការអធិដ្ឋានសមាធិបន់ស្រន់ការផ្លាស់ប្ដូរទីលំនៅល្អប្រសើរនៅក្នុងថ្ងៃនេះផ្ទាល់ជូនពរសំណាងល្អ